ជំរាបសួរលោកស្រីនាងកញ្ញាអរគុណលោកអ្នកដែលបានបើកស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំង AFE នៅពេលនេះម៉ោង 7 យប់កម្មវិធីព័ត៌មានដោយអឹមរចនានាយករដ្ឋមន្ត្រីកម្ពុជាជំរុញឲ្យមានសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានរដ្ឋសភាឯកបៈសម្រាប់បើកកិច្ចប្រជុំពេញអង្គលើកដំបូងនៅថ្ងៃទី 12 វិច្ឆិកាកម្ពុជានឹងបញ្ជូនកងទ័ពដោះមីនជិត 300 នាក់ទៅប្រទេសម៉ាលីប្រទេសហ្វីលីពីនរងគ្រោះដោយខ្យល់ព្យុះកំណាចប្រចាំឆ្នាំអង្គការសហប្រជាជាតិបង្ហាញរបាយការណ៍ស្តីពីការស្ទុះឡើងខ្លាំងនៃការប្រើប្រាស់ថ្នាំញៀនផលិតពីជាតិមេតាំហ្វេតាមីននៅអាស៊ី RFI ភ្ញៀវប្រចាំថ្ងៃភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃនេះគឺលោកគួចមេងលីប្រធានចាងវាងវិទ្យាស្ថាននិងសាលារៀនអន្តរជាតិអាមេរិកាំងក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិលោកគួចមេងលីបានបញ្ជាក់ថាសាលាដែលមានគុណភាពល្អមិនមែនសុទ្ធតែមានតម្លៃខ្ពស់នោះទេតែសាលារៀនឯកជនក៏អាចផ្ដល់គុណភាពខ្ពស់និងតម្លៃថោកដល់សិស្សបានដែរលោកចាត់ទុកការគុណភាពអប់រំថាជាបញ្ហាសំខាន់សម្រាប់ប្រទេសកម្ពុជាប៉ុន្តែដើម្បីអាចធ្វើបានគេត្រូវចាប់ផ្ដើមពីការលើកតម្លៃគ្រូបង្រៀនសូមអញ្ជើញស្ដាប់កិច្ចសម្ភាសរបស់ប៉ែនបូណាជាមួយលោកគួចមេងលីដូចតទៅលោកគួចមេងលីខ្ញុំបាទសូមជម្រាបសួរបាទជម្រាបសួរលោកគូអរគុណដែលលោកបានផ្ដល់កិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ហើយនឹងបានជួយមកដល់បន្ទប់ស្ទូឌីយោផ្សាយរបស់វិទ្យុយើងនៅថ្ងៃនេះដូចជាលោកជ្រាបស្រាប់ហើយថាវិស័យអប់រំគឺជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កសាងប្រទេសជាតិនោះទៅថ្ងៃអនាគតហើយបច្ចុប្បន្ននេះគឺវិស័យឯកជននោះបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈការវិនិយោគទៅលើសាលារៀនក្នុងនាមលោកជាអ្នកវិនិយោគម្នាក់នៅក្នុងវិស័យអប់រំខ្ញុំចង់ដឹងជាបឋមនេះថាតើបុព្វហេតុអ្វីខ្លះដែលជំរុញឲ្យលោកងាកមកវិនិយោគផ្នែកសាលារៀននៅក្នុងប្រទេសកម្ពុជាបាទអរគុណតាមការពិតទៅខ្ញុំជាវិជ្ជបណ្ឌិតទេបាទហើយជាអ្នកអប់រំជាសាស្ត្រាចារ្យនៅសហរដ្ឋអាមេរិកបាទហើយខ្ញុំមកស្រុកខ្មែរជាពេទ្យស្ម័គ្រចិត្តក៏ប៉ុន្តែបន្ទាប់ពីចប់បេសកកម្មទៅខ្ញុំគិតថាស្រុកខ្មែរយើងមានកង្វះខាតមួយចំនួនទាំងវិស័យអប់រំទាំងវិស័យសុខាភិបាលអញ្ចឹងខ្ញុំក៏សម្រេចថាក្នុងឆ្នាំ2005ហ្នឹងក៏បើកវិស័យទាំងពីរហ្នឹងទៅបានបច្ចុប្បន្ននេះតើសាលារៀនហើយនៅវិទ្យាស្ថានរបស់លោកនោះមានប្រមាណកន្លែងហើយនៅទីក្រុងភ្នំពេញហើយមានសិស្សប្រមាណដែរបាទការខ្ញុំបើកគឺមានតែមួយកន្លែងទេតែឥឡូវនេះបច្ចុប្បន្នតាំងពី2005មកដល់បច្ចុប្បន្នគឺមាន6អគារហើយមានទីតាំង2មួយនៅភ្នំពេញផ្លូវបាស៊ីតុងហើយមួយទៀតកំពុងសាងសង់នៅទួលគោកហើយសង្ឃឹមថានឹងបើកឆាប់ហើយបច្ចុប្បន្ននេះគឺខ្ញុំមានសិស្សការបើកគឺមានចំនួនប្រហែលជាជាង10នាក់ឥឡូវនេះគឺ7500នាក់ហើយបាទតែក្នុងរយៈពេល8ឆ្នាំសិស្សសាលារៀនរបស់លោកបានរីកដុះដាលយ៉ាងខ្លាំងដែលចាត់ទុកថាជាជោគជ័យយ៉ាងសម្បើមណាស់គឺដូចលោកមានប្រសាសន៍បាញ់វិញថាចាប់ផ្ដើមមានសិស្សជាង10នាក់ឥឡូវរហូតដល់ជាង7000នាក់តើអ្វីទៅជាកត្តាដែលជំរុញឲ្យលោកទទួលបានជោគជ័យនៅក្នុងវិស័យអប់រំនេះបាទបើគិតទៅខ្ញុំជាខ្មែរអាមេរិកាំងខ្ញុំរស់នៅធំធាត់នៅសហរដ្ឋអាមេរិកហើយខ្ញុំយល់ប្រព័ន្ធការអប់រំច្បាស់អញ្ចឹងប្រព័ន្ធការអប់រំនៅសហរដ្ឋអាមេរិកក៏គេផ្ដោតទៅលើគុណភាពវិន័យសេវាកម្មគរុកោសលទាំងអស់នោះគឺសំខាន់ណាស់អញ្ចឹងដល់ពេលខ្ញុំមកស្រុកខ្មែរខ្ញុំផ្ដោតទៅលើចំណុចសំខាន់ហ្នឹងហើយវាមិនមែនតែសហរដ្ឋអាមេរិកទេមានចំណុចហ្នឹងគឺថាជាច្បាប់សកលដែលគេតែងតែអនុវត្តគឺមានន័យថាបើយើងចង់ឲ្យសាលាដើរទី1គឺយើងប្រើទៅលើវិន័យឲ្យច្បាស់លាស់ហើយគុណភាពនឹងឲ្យត្រឹមត្រូវការលើកទឹកចិត្តបុគ្គលិកលើកទឹកចិត្តគ្រូហើយការជ្រើសគ្រូដែលមានក្រមសីលធម៌ច្បាស់លាស់ហើយបរិយាកាសស្ថាប័នហ្នឹងគឺអំណោយផលឲ្យសិស្សរៀនមានកម្មវិធីគ្រប់ប្រភេទដែលថាសិស្សនៅប្រទេសនីមួយៗហ្នឹងហើយព្រមទាំងប្រទេសខ្មែរយើងហ្នឹងក៏គួរតែទទួលបានផងដើម្បីមានការរីកចម្រើននិងការសិក្សារបស់គាត់អញ្ចឹងអ្វីយើងគួរធ្វើហ្នឹងរក្សាតាមស្តង់ដារអន្តរជាតិហ្នឹងវានឹងជោគជ័យហើយអញ្ចឹងចំពោះខ្ញុំអនុវត្តតាមច្បាប់ហ្នឹងប៉ុន្តែកលៃវាតាមវប្បធម៌ខ្មែរយើងបន្តិចដើម្បីទទួលបានបើយើងមិនកលៃទៅវប្បធម៌ខ្មែរយើងខ្លះទេវាអាចទៅជាបរាជ័យវិញបាទឥឡូវនេះបើសិនជាយើងនិយាយអំពីវិស័យអប់រំយើងឃើញថាមានការប្រឡងបណ្ណាំងគ្នានឹងខ្លាំងមែនទែននៅក្នុងវិស័យឯកជនហើយសាលាដែលគេឃោសនាជាទូទៅគឺថាមានចណ្ដើរយន្តមានបន្ទប់រៀនម៉ាស៊ីនត្រជាក់ឬក៏អ្វីដែលមានផា
ផាសុខភាពផ្សេងទៀតហ្នឹងខ្ញុំចង់ដឹងថាការប្រណាំងប្រជែងគ្នាក្នុងវិស័យអប់រំបច្ចុប្បន្ននេះយើងផ្ដោតទៅលើគុណភាពនៃអគារសិក្សាឬមួយក៏យកគុណភាពនៃការអប់រំជាធំហើយតែយើងប្រណាំងគ្នាយ៉ាងម៉េចថ្ងៃសំលោកជួយបញ្ជាក់វិស័យអប់រំគឺជាអាជីវកម្មមួយដែលថាមិនដែលអស់មួយទេព្រោះប្រទេសណាដូចប្រទេសណាតែងតែមានការកើននៅនិស្សិតរាល់ឆ្នាំអញ្ចឹងចំពោះស្ថាប័នវិស័យអប់រំមានការប្រកួតប្រជែងខ្លាំងហើយជាពិសេសប្រទេសកំពុងអភិវឌ្ឍហ្នឹងគឺថាសំខាន់ណាស់តែការប្រកួតប្រជែងហ្នឹងគឺធ្វើឲ្យគុណភាពល្អលើដើមវិញទេហើយការប្រកួតប្រជែងមិនមែនសំដៅទៅលើថាយើងមានសម្ភារៈល្អមានម៉ាស៊ីនត្រជាក់អគារធំគឺផ្ដោតបំផុតហើយយើងតាមគោលការណ៍របស់ក្រសួងអប់រំព្រោះក្រសួងអប់រំមានគោលការណ៍ចប់វិស័យអប់រំត្រឹមត្រូវសំខាន់គឺថាយើងអនុវត្តបានមិនបានទី2យើងជ្រើសរើសបុគ្គលិកហ្នឹងឲ្យបានសមស្របតាមតម្រូវការរបស់សិស្សហើយទី3យើងរៀបចំបរិយាកាសហ្នឹងឲ្យសមរម្យមិនមែនថាយើងចាត់តែមានតែម៉ាស៊ីនជាក់ចរាយន្តទេតើវាមានផាសុខភាពឬអត់វាមានវិជ្ជបណ្ឌសុខភាពឬអត់វាមានបន្ទប់ប្រឹក្សានៃបញ្ហាផ្លូវចិត្តឬអត់ព្រោះហ្នឹងជាកត្តាដំបូងបំផុតដែលថាសិស្សត្រូវការបានហើយប្រទេសក្រមួយចំនួនក៏គេរៀនបកាយដែរអត់បាច់ចាំមានឧបករណ៍ទំនើបទេបាទបើខ្ញុំចាំមិនច្រឡំទេសាលាវិទ្យាស្ថាននិងសាលារៀនអន្តរជាតិអាមេរិកកាំងរបស់លោកនឹងបានទទួលពានរង្វាន់អន្តរជាតិនឹងដូចជា3ហើយក្នុងឆ្នាំ2002និង2003នេះហើយឥឡូវនេះលោកកំពុងតែត្រៀមទទួលពានរង្វាន់2ផ្សេងទៀតខ្ញុំចង់ដឹងថាតើពានរង្វាន់ទាំងនោះបានមកពីស្ថាប័នណាខ្លះហើយតើហេតុអ្វីបានជាគេប្រគល់ពានរង្វាន់ទាំងនេះជូនទៅសាលារបស់លោកបាទការទទួលបានពានរង្វាន់អន្តរជាតិនិងរង្វាន់ក្នុងតំបន់នេះគឺមានការភ្ញាក់ផ្អើលបំផុតហើយឆ្នាំ2012ខ្ញុំទទួលបានគេហៅថា MSE One Asia Award ហើយតំណាងឲ្យអាស៊ីទាំងមូលហើយក្នុងហ្នឹងមានប្រទេសខ្មែរយើងក្រុមហ៊ុន4ដែលតំណាងនៅក្នុងចំណោម60ជាងក្រុមហ៊ុនទទួលពានហើយនៅប្រទេសសិង្ហបុរីបាទអញ្ចឹងខ្ញុំទទួលបានពាននៅក្នុងឆ្នាំ2012ហ្នឹងប៉ុន្តែដល់ក្នុងឆ្នាំ2013នេះបាទខ្ញុំទទួលបានព័ត៌មាន4ពីក្រុមហ៊ុនដែលថាផ្ដល់ពានរង្វាន់លើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងប្រទេសពិភពលោកទាំងអស់ហើយក្នុងខែ7មុននេះខ្ញុំបានទៅបារាំងទទួលពានរង្វាន់មួយដែលគេហៅ BID Business Initiative Direction ផ្ដោតទៅលើគុណភាពវិន័យសេវាកម្មហើយគ្រប់គ្រងធនធានមនុស្សគ្រប់គ្រងបុគ្គលិកគ្រប់គ្រងរ៉ាំទុះនិងតម្លាភាពនៃការគ្រប់គ្រងទូទៅទាំងអស់ហើយនៅក្នុងនោះផងដែរគេផ្ដោតទៅលើ social សង្គមមានន័យថាក្រុមហ៊ុនដែលជា social enterprise ហើយក្នុងខែ9កំឡុងផុតទៅមុននេះខ្ញុំក៏បានទទួលពានមួយដែរពីប្រទេសឌូប៊ាយផ្ដោតទៅលើក្រុមហ៊ុនដែលមានគុណភាពខ្ពស់ហើយខែ11ថ្ងៃទី10នេះខ្ញុំនឹងត្រឡប់ទៅទីក្រុង Geneva នៅប្រទេស Switzerland បាទអាហ្នឹងគេហៅថា 5 Continents Award មានន័យថា award ផ្ដល់ទៅលើក្រុមហ៊ុនដែលគេទទួលស្គាល់ក្នុងពិភពលោកក្នុងទ្វីបទាំង5ហើយខែ12នេះគឺថាគេមាន award ធំជាងគេហៅ Europe Summit Education គេធ្វើប្រចាំឆ្នាំនៅប្រទេសអឺរ៉ុបទាំងអស់ហើយខ្ញុំក៏ជាក្រុមហ៊ុនដំបូងគេបំផុតហើយជាស្ថាប័នអប់រំដំបូងគេបំផុតនៅស្រុកខ្មែរយើងដែលគេផ្ដល់ឲ្យកិត្តិយសជូនដល់ពានហ្នឹងបាទអញ្ចឹងខ្ញុំនឹងទៅ Oxford England នៅក្នុងខែ12មានន័យថាក្រុមដែលអ្នកផ្ដល់រង្វាន់គេបានសិក្សាគេបានពិនិត្យមើលអ្វីដែលសាលារបស់លោកបានធ្វើនៅប្រទេសកម្ពុជាបាទគេមានក្រុមការងារជាច្បាស់លាស់តាមការទូតតាមជនជាតិបរទេសដែលនៅស្រុកខ្មែរតាមសភាពាណិជ្ជកម្មគេសិក្សាក្នុងសភាពាណិជ្ជកម្មជាង100សភាពាណិជ្ជកម្មហើយតាមក្រុមហ៊ុន agent ផ្សេងៗនិងបុគ្គលិកការងាររបស់គេជាង 3000 នាក់អញ្ចឹងគេសិក្សាយូរហើយពេញលក្ខណៈរបស់គេបានគេឲ្យអញ្ចឹងជាការលើកទឹកចិត្តមួយជាពិសេសការលើកទឹកចិត្តដល់ប្រទេសខ្មែរយើងផងដែរបាទជាធម្មតាសាលាដែលមានគុណភាពខ្ពស់គឺមានតម្លៃក៏ខ្ពស់ដែរអញ្ចឹងខ្ពស់សម្រាប់កូនអ្នកមានចុះកូនអ្នកក្រតើអាចនឹងចូលរៀនសាលាដែលមានគុណភាពខ្ពស់ដូចជាសាលារបស់លោកដែរឬទេបាទសាលាដែលថាមានគុណភាពល្អមិនចាំបាច់ថាជាសាលាថ្លៃទេឧទាហរណ៍សាលាខ្ញុំជាដើមបើយើងប្រៀបទៅនឹងសាលាខ្មែរនៅស្រុកខ្មែរចំនួនខុសគ្នាជិត8ដងណាសាលាឯកជនមួយចំនួនទៀតដែលកំពុងជាដៃគូនឹងគេដែរគេយកមួយឆ្នាំជាង 3000 ខ្ញុំទៅមួយឆ្នាំ 6700 ទេក៏ប៉ុន្តែគឺគុណភាពល្អជាងគេយើងផ្ដោតទៅលើសិស្សដែលពូកែប្រឡងអាហារូបករណ៍ជាប់ហើយយើងផ្ដល់អាហារូបករណ៍ដល់
កូនក្រីក្រតាមជនបទតាមភូមិដែលគាត់មានឆន្ទៈក្នុងការរៀនសូត្របើយើងគិតទៅបានពិន្ទុខ្ពស់ៗអញ្ចឹងយើងក៏ផ្ដល់ហាប់កគាត់ដែរបាទតើលោកធ្វើដូចម្ដេចទៅដើម្បីឲ្យសាលាមួយដែលមានគុណភាពខ្ពស់ហើយអាចយកតម្លៃពីសិស្សថោកចឹងបាទខ្ញុំជាអ្នកអប់រំសិក្សាហើយក្រៅពីវិជ្ជាបណ្ឌិតគឺជាអ្នកអប់រំហើយនឹងអ្នកធ្វើបន់ធ្វើទានមនុស្សធម៌អញ្ចឹងចំពោះខ្ញុំអត់ត្រូវការហឺហាអត់ត្រូវការចាយអត់ត្រូវការវាយកទុនអីប្រេះប្រាស់អញ្ចឹងអ្វីខ្ញុំទទួលបានខ្ញុំវាយកចូលទៅក្នុងស្ថាប័នវិញអញ្ចឹងអ្វីៗគឺធ្លាក់ទៅលើក្នុងស្ថាប័នគឺដើម្បីពង្រឹងពង្រីកហើយនឹងបង្រឹងនូវគុណភាពទាំងអស់ហ្នឹងបាទដោយសារលោកធ្លាប់បានទទួលការសិក្សានៅសហរដ្ឋអាមេរិកហើយឥឡូវនេះលោកកំពុងតែវិនិយោគក្នុងវិស័យអប់រំនៅកម្ពុជាតើលោកមានការកត់សម្គាល់ឃើញបែបណាដែររវាងការអប់រំនៅក្នុងប្រទេសជឿនលឿនមួយដូចជាសហរដ្ឋអាមេរិកហើយនឹងធៀបនឹងការអប់រំនៅប្រទេសកម្ពុជាសប្តាហ៍បាទបើយើងនិយាយទៅយើងអាចនិយាយថាខុសនេះឆ្ងាយពុំមិនមកពីយើងអន់ឬក៏យើងមិនព្រមធ្វើទេសហរដ្ឋអាមេរិកគឺជាមហាប្រទេសលើលោកបាទអញ្ចឹងគឺមានការជឿនលឿនខ្លាំងណាស់ហើយមានការអភិវឌ្ឍមានលុយច្រើននៅប្រទេសធំប៉ុន្តែប្រទេសខ្មែរយើងឆ្លងកាត់សង្គ្រាមរាប់សិបឆ្នាំមកហើយអញ្ចឹងឥឡូវនេះយើងនិយាយថាវាយឺតមែនក៏ប៉ុន្តែមានការអភិវឌ្ឍច្រើនជាងជំនាន់ដើមជំនាន់ខ្ញុំកាលនៅក្នុងឆ្នាំ675រហូត79 80 81ហ្នឹងมันគ្មានឱកាសចូលរៀនផងប្រទេសកំពុងតែសង្គ្រាមអញ្ចឹងក្នុងរយៈពេល79មកដល់បច្ចុប្បន្ននេះខ្ញុំឃើញថាវិស័យអប់រំដុះធំប៉ុណ្ណឹងគឺថាមិនធម្មតាដែរក៏ប៉ុន្តែយើងមិនអាចថាឈប់ត្រឹមហ្នឹងទេយើងអាចមានវិធីសាស្ត្រហើយយកចិត្តទុកដាក់ខំបង្រឹងថែមទៀតដើម្បីធ្វើយ៉ាងម៉េចក៏ដោយបើមិនទាន់តាមសហរដ្ឋអាមេរិកទេក៏ស្មើនឹងតំបន់នៅជុំវិញរបស់យើងដែរបាទដោយសារតែអស់ពេលទៅហើយខ្ញុំសូមសួរសំណួរចុងក្រោយក្នុងនាមលោកជាអ្នកចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យអប់រំបើតាមយោបល់លោកតើក្រសួងអប់រំគួរធ្វើអ្វីមុនគេដើម្បីលើកស្ទួយវិស័យអប់រំរបស់យើងឲ្យបានខ្ពស់ដូចគេបាទអរគុណច្រើនលោកគ្រូដែលបានសួរសំណួរនឹងសំខាន់ណាស់បាទសំខាន់បំផុតគឺការលើកទឹកចិត្តលើកស្ទួយលោកគ្រូអ្នកគ្រូបាទពីព្រោះអតិផរណាការរស់នៅចិញ្ចឹមគ្រួសារគាត់គឺសំខាន់ណាស់ហើយធ្វើយ៉ាងម៉េចដើម្បីឲ្យជីវភាពគាត់រស់នៅបានគឺយើងត្រូវតែធ្វើយ៉ាងម៉េចឲ្យគាត់បំពេញតម្រូវការក្រុមគ្រួសារសេដ្ឋកិច្ចរបស់គាត់ឲ្យគ្រប់គ្រាន់អញ្ចឹងការផ្ដល់លើកទឹកចិត្តជាប្រតិបត្តិឲ្យសមរម្យតាមស្តង់ដារហើយមានវិន័យក្នុងការគោរពលោកគ្រូអ្នកគ្រូហើយម្យ៉ាងទៀតផងដែរយើងបណ្ដុះ concept កំណត់យ៉ាងម៉េចក៏ដោយថាត្រូវតែជាកំហិតដើម្បីឲ្យបងប្អូនតូចៗហ្នឹងឲ្យចូលរៀនចប់យ៉ាងតិចណាស់ក៏បានថ្នាក់ទី6ដែរបាទឬក៏ចប់ថ្នាក់ទី9ដែរបើមិនចឹងទេយើងមិនអាចតន់អន្តរជាតិទេនឹងការតចូលប្រជែងការងារគេអញ្ចឹងការឲ្យតម្រូវការឲ្យសិស្សចូលរៀនជាកំហិតការលើកទឹកចិត្តស្ថាប័នការកាត់បន្ថយពុករលួយការលក់សញ្ញាបត្រការដោះដូរសំណុំរឿងបដូរអាយុទាំងអស់នេះគឺថាយើងអាចធ្វើបានបើសិនក្រសួងអប់រំតឹងតែងវិន័យច្បាប់មកឲ្យខ្លាំងបន្តិចព្រោះចំណុចទាំងអស់នេះគឺថាធ្វើឲ្យស្ថាប័នអប់រំនេះវាចុះខ្សោយប្រជាជនយើងចុះថយនឹងការចេះដឹងអញ្ចឹងកាត់បន្ថយចំនួនពុករលួយមួយចំនួនមិនមែនថាទាំងអស់គ្នាធ្វើទេប៉ុន្តែបើយើងដឹងយើងកុំប្រព្រឹត្តពីព្រោះតែយើងលក់សញ្ញាបត្រតែយើងផ្លោះសិស្សតែយើងកន្លែងសំណុំរឿងឬក៏យើងអត់បង្រៀនសិស្សទេដោយសារយើងទៅបង្រៀនសាលាឯកជនដោយសារបំពេញថវិកាផ្សេងៗឬក៏បង្រៀនគួរដែលយកលុយខាងក្រៅអាហ្នឹងវាធ្វើឲ្យតម្លៃគ្រូវាបាត់ការគោរពអញ្ចឹងដើម្បីឲ្យគ្រូមានការគោរពយើងតតែនិយាយរួមទៅគឺលើកស្ទួយទឹកចិត្តរបស់គាត់លើកស្ទួយចំណេះដឹងគាត់ហើយលើកស្ទួយបដិវត្តគាត់អញ្ចឹងបានគាត់មានកម្លាំងនឹងបម្រើការងារបាទដោយសារតែពេលវេលានៃកិច្ចសម្ភាសរបស់យើងបានឈានដល់ទីបញ្ចប់ខ្ញុំបាទសូមថ្លែងអំណរគុណសាជាថ្មីចំពោះលោកគូចមេងលីប្រធានហើយនិងប្រធានចាងវាងនៃវិទ្យាស្ថានហើយនិងសាលារៀនអន្តរជាតិអាមេរិកសម្រាប់បទសម្ភាសឲ្យវិទ្យុបារាំងអន្តរជាតិ AFE នៅពេលនេះបាទសូមអរគុណនិងសូមជម្រាបលាលោកបាទអរគុណច្រើនលោកគ្រូអរគុណព័ត៌មានទាំងនេះអាចអានឬស្ដាប់ឡើងវិញនៅក្នុងគេហទំព័ររបស់យើង www.khmer.rfi.fr អរគុណបូណាចំពោះនាទីភ្ញៀវប្រចាំថ្ងៃអំបញ្ញមិញនេះ